ទោសខ្សែគប់មិត្តអាក្រក់តែងជួបមិត្ត 1. ជនដែលលេងល្បែងភ្នាល់ 2. ជនដែលចូលចិត្តសប្បាយនឹងស្រីញី 3. ជនដែលចូលចិត្តផឹកទឹកស្រវឹង 4. ជនបោកប្រាស់បញ្ឆោតអ្នកដទៃ 5. ជនអ្នកកេងប្រវ័ញ្ចទ្រព្យអ្នកដទៃ 6. ជនអ្នកឆក់ដណ្ដើមទ្រព្យអ្នកដទៃ នេះជាទោសនៃការសេពគប់មិត្តអាក្រក់យើងរមែងជួបតែមិត្តទាំង6នេះវាបន្តចឹងណាបើមិត្តល្អទៅគេនាំឲ្យស្គាល់មិត្តល្អតទៅទៀតទៅបើកាលណាយើងសេពគប់មិត្តអាក្រក់នឹងតែងតែឲ្យយើងស្គាល់មនុស្សដែលមិនល្អតទៅទៀតទៅហ្នឹងឯងនេះគឺជាហောពិតប្រចាំលោកនេះ